សូមស្វាគមន៍ប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាមកកាន់វីដេអូថ្មីមួយទៀតថ្ងៃនេះយើងនឹងនាំលោកអ្នកទៅស្គាល់ទីកន្លែងមួយដែលមានភាពល្បីល្បាញនិងត្រូវបានប្រជាពលរដ្ឋគោរពយ៉ាងម៉ត់ចត់បូជាគឺជារង្វង់មូលតាដំបងក្រញូងដែលរង្វង់មូលនេះស្ថិតនៅកណ្ដាលទីក្រុងបាត់ដំបងរង្វង់មូលតាដំបងក្រញូងគឺជានិមិត្តរូបដ៏សំខាន់មួយនៃខេត្តបាត់ដំបងនៅចំកណ្ដាលរង្វង់មូលនេះមានរូបសំណាកលោកតាដំបងក្រញូងដែលជាតួអង្គក្នុងរឿងព្រេងនិទានដ៏ល្បីរបស់ខ្មែរតាមការនិទានតគ្នាលោកតាដំបងក្រញូងគឺជាវីរបុរសម្នាក់ដែលមានអំណាចអស្ចារ្យនិងបានប្រើដំបងធ្វើពីឈើក្រញូងដែលដើម្បីការពារទឹកដីពីរឿងនេះគឺជារឿងព្រេងដែលបានក្លាយជាប្រភពនិងឈ្មោះបាត់ដំបងរហូតមកទល់សព្វថ្ងៃក្រៅពីជាទីកន្លែងទេសចរនិងជាទីនិមិត្តរូបរបស់ខេត្តរង្វង់មូលតាដំបងក្រញូងជាទីកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធិសម្រាប់ប្រជាពលរដ្ឋជាច្រើនផងដែរជារៀងរាល់ថ្ងៃគេតែងតែឃើញប្រជាជននិងអ្នកដំណើរមកអុជធូបបន់ស្រន់និងសុំសេចក្តីសុខសំណាងល្អភាពរីកចម្រើនក្នុងការងារនិងសុវត្ថិភាពក្នុងការធ្វើដំណើរជាពិសេសមុនពេលចេញដំណើរផ្លូវឆ្ងាយឬចាប់ផ្ដើមកិច្ចការសំខាន់មនុស្សម្នាជាច្រើនតែងតែមកគោរពសុំសេចក្តីសុខពីលោកតាដោយមានជំនឿថានឹងទទួលបានការការពារនិងការជួយឲ្យកិច្ចការប្រព្រឹត្តទៅដោយរលូនជំនឿនេះបានបន្តពីមួយចំនួនទៅមួយចំនួននិងក្លាយជាផ្នែកមួយនៃវប្បធម៌ប្រពៃណីក្នុងការបន់ស្រន់នាតំបន់នោះនេះពេលរាត្រីរង្វង់មូលតាដំបងក្រញូងត្រូវបានលម្អដោយភ្លើងយ៉ាងច្រើនពណ៌ចម្រុះពណ៌យ៉ាងស្រស់ស្អាតធ្វើឲ្យទីកន្លែងនេះជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនភាគច្រើននៃភ្ញៀវគឺមិនភ្លេចទេឈប់ថតទុកជាអនុស្សាវរីយ៍និងសិក្សាអំពីប្រវត្តិសាស្ត្រក្នុងខេត្តបាត់ដំបងតាមរយៈរូបសំណាកដ៏ល្បីមួយនេះរង្វង់មូលតាដំបងក្រញូងមិនត្រឹមតែជាទីកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេប៉ុន្តែជាមរតកវប្បធម៌និងនិមិត្តរូបដែលបង្ហាញពីអត្តសញ្ញាណប្រវត្តិសាស្ត្រនិងជំនឿរបស់ប្រជាជនខេត្តបាត់ដំបងផងដែរបាទសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះសូមជួយlike share និង comment ផងដើម្បីទទួលបានវីដេអូថ្មីអំពីប្រវត្តិសាស្ត្រតំបន់ទេសចរដ៏ស្រស់ស្អាតបន្តទៀតនៅប្រទេសកម្ពុជាសូមអរគុណសូមជម្រាបលា